សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកលក់មក review សាច់លេនេះបងនេះសាច់លេគឺពណ៌រាងផ្កាឈូកហើយយើងលាបលើស្បែកបងយល់ទៅថាផ្ដល់សំណើមជាតិទឹកហើយខែហ្នឹងបងរដូវកាលច្រើនណាស់ចាំពេលយើងតកាទឹកខ្លាច់សាច់យើងអត់ភ្លឺថ្លាអត់រលោងអីបងប្រើជាមួយបេះបងនិយាយពីថាសាច់យើងអត់ភ្លឺរលោងដូចកញ្ចក់ដូចទឹកអញ្ចឹងហើយបងលាបពេញមួយថ្ងៃគឺសាច់យើងនៅមានសំណើមអញ្ចឹងហើយសំខាន់មួយទៀតណាគឺក្លិនក្អូបងគឺក្អូខ្លាំងតែម្ដងនេះបងនេះគឺសាច់អញ្ចឹងហ្មងហើយលាបហើយគឺសាច់យើងស្អាតខ្លាំងណាហើយស័កសមជាមួយនឹងពេលយើងទៅកម្មវិធីខែហ្នឹងវាតិចអញ្ចឹងត្រូវស្បែកយើងស្ងួតបងដល់ពេលអញ្ចឹងស្ងួតព្រោះយើងលាបលេណាដល់ផ្ដល់សំណើមដល់ស្បែករបស់យើងគឺយើងលាបទៅកកហើយយើងឃើញនៅលើស្បែកយើងមានអារម្មណ៍ថាដូចម្សៅអញ្ចឹងតែចំពោះលេ3ហ្នឹងបងលាបច្រើនប៉ុណ្ណាក្រោយក៏អត់ឃើញកកអត់ឃើញម្សៅនៅលើស្បែកដែរនេះបងឃើញអត់គឺមានអារម្មណ៍ថាស្បែកយើងមានសំណើមហើយគីឡូហើយមានជាតិទឹកហើយធ្វើឲ្យសាច់យើងនឹងអត់ភ្លឺថ្លាឡងហើយមើលមកពាក់ភ្នែកហ្មងខ្ញុំនិយាយមែនមិនថាបងមានស្បែកបែបណាយកទៅប្រើជាមួយផលិតផលបេះគឺធ្វើឲ្យស្បែកយើងឡងភ្លឺថ្លាជឿជាក់តែម្ដងបងហើយសំខាន់ពេលយើងទៅអង្គុយចិត្តគេបងនិយាយមែនក្លិនគឺក្អូខ្លាំងណាស់បងឆាតមកឥឡូវមកតនៅក្នុងเพจនេះ promotion ណាជាមួយលេខបេះណាបងអាចកំងជីឈុតក៏បានបើសិនតែបងថាអូត្រូវកម្មវិធីចង់បានស្បែកលឿនណាបងអញ្ជើញជីឈុតទៅយើងមាន promotion ដូចគ្នាបងចង់ដឹងថា promotion ចុះនៅសមប៉ុន្មានបងឆាតចូល page មកអូខេ